បាទពុកម៉ែបងប្អូនរឿងថ្មីទៀតហើយធ្លាប់តែឮគេថារំលោភយកដីបឹងដីបួដីព្រែកអីណាបាទប៉ុន្តែឥឡូវនេះមានជនរងគ្រោះបាទដែលគាត់ថាភ្នោដូនតាគាត់ដែលជាភ្នោខ្មោចបាទត្រូវបានគេរំលោភយកឲ្យធ្វើប្លង់រឹងទៅលើភ្នោខ្មោចនឹងទៀតហើយយកភ្នោខ្មោចនឹងដាក់ជាដីកសិកម្មគេធ្វើប្លង់រឹងគ្របលើដីគាត់បានហើយឥឡូវនេះបាទលបងគេពាត់យកភ្នោខ្មោចបាទគេថានោះជនរងគ្រោះគាត់ថានៅខាងនោះគាត់ចូលសែនចូលធ្វើពិធីដើម្បីគេហៅថាសែនភ្នោសែនអីណាបាទបែរជាមានបុគ្គលមានខ្នងមានអំណាចបាទគេអាងខ្នងអាងខ្សែហ្នឹងគេធ្វើប្លង់រឹងបាទแล้วប្លង់រឹងទៀតគ្របទៅលើដីភ្នោខ្មោចដូនតាពួកគាត់តាំងពីចំនួន1964បាទជារឿងចម្លែកមែនទែនបាទហើយនៅទីនេះដែរបាទយើងឃើញហ្នឹងណាសិតតែភ្នោខ្មោចបាទតើដីភ្នោខ្មោចបើតាមច្បាប់ភូមិបាលតើអាចធ្វើប្លង់រឹងដែរឬទេឥឡូវហ្នឹងថាមកធ្វើបុណ្យឲ្យដូនតាសែនភ្នោសែនអីហ្នឹងត្រូវបានគេពាត់លបងយកហ្នឹងមែនអត់បាទមានប្រកាសឮថាមានការរៀបរៀងអត់ឲ្យសែនទៀតមែនទេបាទអញ្ចឹងមកមានការជាប្រមាថដូចថាយើងចូលសែនអត់បានសុំគេព្រោះយើងក៏អត់ដឹងថាអ្នកដែលធ្វើលបងជាអញ្ចឹងទៀតបាទលោកអ៊ំសុំបញ្ជាក់មួយថាតើរៀងរាល់ឆ្នាំកន្លងមកលោកអ៊ំតែងតែមកសែននៅកន្លែងភ្នោនេះទេឬក៏យ៉ាងណាមកសែនរាល់ឆ្នាំអត់ដែលមានរឿងអីទេបាទពេលដែលគេធ្វើហ្នឹងគេមានបានមកសុំអ៊ំទេគេមានបានប្រាប់ទៅអាជ្ញាធរឬក៏ព្រាយការប្រាប់យើងអ្នកដែលចិត្តហ្នឹងអត់យើងម្ចាស់ហ្មងយើងតែងតែជាមួយនឹងសរុបយើងសង្ឃបទជាអញ្ចឹងប្រចាំហ្មងគឺជួយធ្វើស្បែកមុខរបស់យើងសពភ្លឺថ្លាពីខាងក្នុងមកហ្មងកាត់បន្ថយភាពចាស់ធ្វើស្បែកមុខយើងគ្មានចង្វៃព្យាបាលនៅស្នាមជួយលើថ្ងៃក្រោយទៅភ្នែកព្យាបាលមកចំអាចរយស្នាមអុចខ្មៅជាពិសេសហ្នឹងគឺជួយឲ្យលៀបលេឆាប់ចូលហ្មងខាងស្បែកមុខពេលលៀបស្រោមហើយដូចបានខ្ញុំទៅ10លីត្រចឹងឡាឡូមានសំណើហ្មងពេលលៀបស្រោមហើយតែងតែលៀបមុខជាមួយលេមុខថ្ងៃបាត់ទីចដើម្បីស្បែកមុខកាន់តែភ្លឺស្រស់ស្អាតជាពិសេសព្យាបាលស្នាមមុនស្នាមជាប់ស្នាមអាចរយយើងម្ចាស់ហ្មងយើងអត់ដឹងទេបាទមិនដឹងជាគេបានទៅសុំអាជ្ញាធរដែរអត់គឺយើងអត់ដឹងអូបាទមកដល់ស្បែកមុខនេះអញ្ចឹងមកន័យថាអូចាំងថ្ងៃបងប្អូនអធិស្ឋានសារយើងកំពុងតែផ្សាយនៅកណ្ដាលថ្ងៃត្រង់បាទណាទីតាំងនៅភូមិតាពាំងឈូកឃុំប្រៃកុយស្រុកអាខេត្តកណ្ដាលអូបាទឥឡូវអ៊ំពេលដែលគ្រួសារអ៊ំសាច់ញាតិអ៊ំមកសែនភ្នោមកសែនមុងអញ្ចឹងគេត្រូវបានគេហាមឃាត់ហើយអ៊ំយល់យ៉ាងណាដែរថាជាទង្វើត្រឹមត្រូវដែរអត់ទេមិនត្រឹមត្រូវទេអយុត្តិធម៌ចំពោះអ្នកដែលម្ចាស់ហ្មងម្ចាស់មុងនឹងធ្វើតាំងពីឆ្នាំណាមក1962អូតាំងពីមុនសម័យសង្គ្រាមទៀតហ្នឹងមុនសង្គ្រាម64បាទប៉ុន្តែដល់ពេលសម័យឥឡូវនេះបែរត្រូវគេធ្វើប្លង់រឹងលើភ្នោខ្មោចឥឡូវបច្ចុប្បន្ននេះគឺគេត្រូវគេបានមកធ្វើពាត់របងហើយគេបើសិនជាគេបិទចិត្តអ៊ំចូលតាមណាអ៊ំចូលទៅសែនភ្នោដូនតាតាមណាអត់មានផ្លូវចូលអញ្ចឹងហើយបានអ៊ំកើតទុំសុកចិត្តបាទហើយនេះសិតតែសាច់ញាតិអីមើលបងខ្ញុំសួរបងមួយម៉ាត់មើលថាថ្ងៃមុនហ្នឹងថាបងបានបងត្រូវជាចៅឬក៏ត្រូវជាអីដល់ខាងខ្ញុំត្រូវជាចៅទួតបងចៅទួតដូនបោះភ្នោបងបានមកទីនេះថ្ងៃណាដែលគេមានហាមឃាត់បងអត់ខ្ញុំមកថ្ងៃទី28ហ្នឹងមកសែនចំថ្ងៃសៅរ៍ហ្នឹងសែនបានពាក់កណ្ដាលហើយក៏ខាងគាត់ម្ចាស់ដីហ្នឹងគាត់មកដល់ក៏គាត់និយាយថាចូលមកហ្នឹងមានសុំអញអត់គាត់និយាយចឹងដល់ពេលហ្នឹងភ្នោយាយខ្ញុំតាំងពីប៉ាខ្ញុំសែនតាំងគាត់នៅទូចភ្នោធ្វើតាំង1964បងមើលលើផ្លាក់ហ្មងបានមានឆ្នាំនៅហ្នឹងហើយគាត់ថាសំខាន់ដីហ្នឹងដីរបស់គាត់ចង់ចូលតសុំគាត់ខ្ញុំថាខ្ញុំសែនតាំងពីទូចតាំងប៉ាទូចដល់ជំនាន់ខ្ញុំមកលើប៉ាគាត់ងើបអត់រួចទេគាត់ជើងគាត់ខូចជើងទៀតដល់គាត់មកអង្គុយអីហ្នឹងហើយបែរជាមកគាត់ថាអត់ទេរឿងដីអញទេអូអញ្ចឹងគាត់បានន័យថាគាត់អាងតែគាត់ជាម្ចាស់ដីប៉ុន្តែពីដើមឡើងដីនេះគឺអត់មានប្លង់អត់មានម្ចាស់ទេអត់មានប្លង់ឯកាពីមុនមកឆ្នាំទៅទៀតនៅតែដាំជ្រក់មៀនដាំអីដាំបន្លែដាំអីទេដល់ពេលឆ្នាំហ្នឹងមកដល់បានធ្វើលបងធ្វើអីចឹងចាក់ដីមកចង់លុបបាត់ឯហ្នឹងឥឡូវនេះគេទំធ្វើថ្មីទេឥឡូវបងអាចបញ្ជាក់បានទេថាម្ចាស់អ្នកធ្វើលបងនេះគាត់ទើបតែទិញដីធ្វើក្រោយឬក៏គាត់នៅតាំងពីជំនាន់មុនដែរខ្ញុំមិនដឹងថាគាត់ទិញដីហ្នឹងតពីថាអ្នកធ្វើដំណាំមុនអត់ព្រោះអ្នកធ្វើដំណាំមុនពេលហ្នឹងមកសែនហ្នឹងបានសួរគាត់ដែរសួរបងប្អូនម្នាក់គាត់ថាដីហ្នឹងដីរបស់ម៉ាក់គាត់ហើយម៉ាក់គាត់ហ្នឹងលក់អីខាងគាត់ហ្នឹងអ៊ំប្រុសហ្នឹងខ្ញុំនឹងលក់តាំងពេលណាទេអូចឹងខ្ញុំចាប់ដើមធ្វើនៅប្រហែលខែនេះដែរពេលខ្ញុំមកសែនបានទុកដឹងថាគាត់ធ្វើលបងបាត់អូចឹងមកន័យថាអ្នកដែលធ្វើនេះគឺអ្នកក្រោយទេអ្នកដែលដាំស្អីបន្លែផ្កាមុខភ្នោយើងហ្នឹងអ្នកមុនគាត់អ្នកមុនគាត់លក់ឲ្យគាត់និយាយចឹងតែគាត់ថាគាត់លក់ឲ្យហ្នឹងគាត់អត់មានបុកបញ្ចូលជាមួយម៉ងខ្មោចទេគាត់និយាយចឹងគាត់ថាគាត់លក់តែដីគាត់និយាយចឹងតែខ្ញុំដឹងថាមិនដែរហ្នឹងបងខ្ញុំមិនដឹងដែរការទិញលក់ការធ្វើលបងអីហ្នឹងគ្រួសារបងមានដឹងទេអត់ដឹងទេគាត់មានបានជំរាបទេរៀមតាំងញ៉ៃមកគាត់មកស្ដីឲ្យមកស្រែកឲ្យទាំងប៉ាទាំងអីគាត់ថាចូលមកមានសុំគាត់អត់ហ្នឹងដីយាយទួតខ្ញុំភ្នោគាត់នៅហ្នឹងសែនតាំងនៅទូចហើយបើថាចូលមកត្រូវសុំគាត់ខ្ញុំតាំងសែនតាំងទូចដីហ្នឹងម៉ងខ្មោចរបស់យាយខ្ញុំតាមរាប់ឆ្នាំមកហើយតាំងប៉ានៅក្មេង1964បងដល់ឥឡូវ60ឆ្នាំជាងតាំងប៉ាគាត់នៅក្មេងប៉ាខ្ញុំឥឡូវប៉ែបន្តិចហ្នឹងប៉ុន្តែបើយោងតាមច្បាប់ភូមិបាលពាក់ព័ន្ធជាមួយនឹងដីម៉ងខ្មោចភ្នោខ្មោចដូចជាមិនមានអ្នកណាមានសិទ្ធិចាញ់ប្លង់រឹងធ្វើជាកម្មសិទ្ធិឯកជនទេមែនអត់បងខ្ញុំអត់ច្បាស់ដែរបងខាងច្បាប់ព្រោះថាខ្ញុំគាត់ថាខ្ញុំអត់ដឹងខ្ញុំព្រាមខ្ញុំខាំងណាស់ថាភ្នោដូនតាសែនតាំងពីពួកខ្ញុំនៅទូមកដល់ពេលឥឡូវមកសែនបែរជាថាដីហ្នឹងដីកម្មសិទ្ធិរបស់គាត់ហើយចូលមកអត់សុំគាត់ឆ្លោះចឹងគាត់មករឿងពួកខ្ញុំថាពួកខ្ញុំសុំគាត់សោះចូលរបស់គាត់យកបាទគាត់លបងចូលបងមានបានប្រតិកម្មអាជ្ញាធរទេថាឥឡូវហ្នឹងមានការពាត់យកភ្នោយកម៉ងដូនតាបងហ្នឹងបងមានរាយការណ៍ទៅអាជ្ញាធរទេមានបងថ្ងៃមុនបងខ្ញុំគាត់បានទេតាក់ទងទៅអាជ្ញាធរដែរទៅមេឃុំជាមួយមេភូមិដែរគាត់ដឹងលឺហើយគាត់ក៏បានចុះមកជួបបងខ្ញុំដែរដល់ស្រ័យបញ្ហាហ្នឹងអាហ្នឹងគាត់ទៅជែកគ្នាហ្នឹងខ្ញុំអត់ច្បាស់ដែរបងប្អូនខ្ញុំនៅសែនភ្នោនេះបាទឥឡូវបងបានប្រតិកម្មអាជ្ញាធរហើយបងមានបានប្តឹងដើម្បីឲ្យមានដំណោះស្រាយអីអត់បាទមានថាបងខ្ញុំគាត់បានដាក់ពាក្យប្តឹងរឿងហូរដំណោះស្រាយជូនគាត់ដែរដាក់ពាក្យប្តឹងតាមច្បាប់ហើយតាមច្បាប់ដែរបងចុះឥឡូវបងមានអីសំណូមពរទេពេលដែលភ្នោដូនតាមបងត្រូវបានគេពាត់ហុំពាត់យកឲ្យធ្វើប្លង់រឹងជន់ទៅលើភ្នោនឹងទៀតបងឃើញថានេះជាភាពអយុត្តិធម៌បងមានអីចង់សំណូមពរទៅកាន់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីផ្នែកច្បាប់បាទបងបាទខ្ញុំសូមសំណូមពរបងនិយាយចំទៅអាណិតប៉ាម៉ាក់ខ្ញុំប៉ាគាត់ប៉ែជាងហើយម៉ាក់គាត់ចិត្តជាងដល់ពេលគាត់ដល់ណាគាត់ខូចជើងសង្ដាលេងរួយគាត់មកអង្គុយក្អីចាំកូនចៅ
សែនគាត់អង្គុយមើលប៉ុន្តែបែរជាឥឡូវឆ្នាំហ្នឹងបែរជាមកគេធ្វើលបងថាម្ចាស់ដីហ្នឹងថាឈប់ឲ្យចូលឲ្យធ្វើដីជាដីរបស់គាត់ទេដល់ចឹងទៅអាណិតប៉ាម៉ាក់គាត់មកហ្នឹងគាត់មកជេរស្ដីឲ្យប៉ាម៉ាក់ហើយប៉ាម៉ាក់គាត់អាយុ8ជាងបងជេរស្ដីគាត់ជេរស្ដីទំញុំហើយមកចិត្តដល់ប៉ាទៀត